ហាត់យូហ្គាដូចគ្នាមិនដែលលទ្ធផលគឺខុសគ្នាបងប្អូនជារួមទៅពួកខ្ញុំពីរនាក់ហាត់យូហ្គាជាមួយគ្នាអីជាមួយគ្នាប៉ុន្តែលទ្ធផលគឺគាត់ធ្វើបានល្អជាងខ្ញុំលំហាត់នេះគាត់អាចធ្វើបាន level 2តែខ្ញុំធ្វើបានត្រឹមតែ level 1ទេបងប្អូនហើយគាត់ធ្វើបានហ្នឹងគឺធ្វើបានតាំងពីហាត់លើកទី1មកហើយខ្ញុំឡើងយូរដែរហើយបងប្អូនហើយខ្ញុំទៅតែអាចធ្វើលំហាត់ប្រាណនេះបានគឺគ្រាន់តែ level 1ណាត្រឹមតែអាចធ្វើបានគឺប្រើពេលយូរដែរអញ្ចឹងបងប្អូនចំណុចចាប់ផ្ដើមដូចគ្នាប៉ុន្តែសម្រាប់លទ្ធផលពួកយើងគឺខុសគ្នាហ្មងសម្រាប់ការហាត់របស់គាត់ហាត់គាត់ថាគាត់អត់ឈឺទេសម្រាប់ខ្ញុំវិញគឺឈឺគឺចុកនៅពេលដែលអោនៅពេលដែលនឹងគេអត់គិតទុនខ្ញុំគឺអត់ទេគឺរឹងកន្លែងចកេះឲ្យទៅបានតែប៉ុណ្្នឹងឯងប៉ុន្តែទោះជាការដែលខ្ញុំធ្វើទៅវាមិនស្រួលវាពិបាកវាឈឺវាចុកវាចាប់វាហ្នឹងតែខ្ញុំនៅតែព្យាយាមធ្វើណាបងប្អូននៅតែព្យាយាមធ្វើគេធ្វើទៅវាស្រួលជាងយើងដែលយើងរៀងពិបាកដូច level 1គឺប៉ុណ្ណឹងគឺយើងយកដៃចាប់តែចកងហើយចាប់តែ level 2អត់ទេគឺអត់ធ្វើអញ្ចឹងឯងខ្ញុំធ្វើអានតែប៉ុណ្ណឹងបងប្អូនហើយអង្គុយគឺអត់ទាន់ត្រង់ល្អនៅប៉ុន្មានទេដោយសារតែកេះខ្ញុំអត់ទន់ដល់ពេលអញ្ចឹងទៅវាធ្វើអត់ទម្ងន់ខ្លួនរបស់ខ្ញុំវារៀងឆ្ងាយពីជើងរបស់ខ្ញុំឥឡូវនេះយើងចាប់ផ្ដើមធ្វើជើងម្ខាងទៀតអានេះគឺស្ថឹងសាច់ដុំផ្លូវក្រោយស្រាប់អ្នកធ្វើដំបងសូម្បីធ្វើអញ្ចឹងក៏ផ្លូវក្រោយតង់ខ្លាំងដែរអញ្ចឹងណាបងប្អូននិយាយរួមទៅរាល់ថ្ងៃគឺបានការព្យាយាមយកឯងបងប្អូនបើសិនជាខ្ជិលវិញយើងមានអារម្មណ៍ថាខ្លួនឯងមិនកំដូចគេដែលគេធ្វើបានហើយខ្លួនយើងធ្វើមិនបានហើយយើងបោះបង់ចោលគឺយើងអាចធ្វើទៅបានទេហើយសម្រាប់លំហាត់យូហ្គាបងប្អូននៅពេលដែលយើងធ្វើនៅពេលដែលយើងបានធ្វើវាយើងពិតជាមានអារម្មណ៍ថាស្រស់ស្រាយយើងគេងលក់ស្រួលយើងអាចស្រាយសាច់ដុំនៅពេលដែលយើងហាត់ប្រាណលើគីឡូធ្ងន់យើងដឹងថានៅពេលដែលយើងពលាសាច់ដុំហាត់ផ្នែកខាងក្រោមយើងពលាសាច់ដុំមិនយើងហាត់ផ្នែកខាងលើយើងពលាសាច់ដុំមិនវាចូលរួមជាមួយនឹងអាលំហាត់ជីមដែរបងប្អូនហើយសម្រាប់យូហ្គានេះខ្ញុំហាត់ពេលបានតែសៅរ៍អាទិត្យទេបងប្អូនច័ន្ទដល់សុក្រគឺខ្ញុំហាត់លំហាត់នៅជីមហើយថ្ងៃសៅរ៍អាទិត្យគឺខ្ញុំហាត់យូហ្គាដោយសារតែខ្ញុំចង់ចេះវាបន្ថែមទៀតបងប្អូនតែបើសិនជាតេតងលំហាត់ប្រាណគឺច័ន្ទដល់សុក្រគឺ full ហើយបងប្អូនមិនបាច់បន្ថែមអីទៀតទេ